គូទី124កំពូលពេជ្រទៀបបាញ់សែនជ័យខេត្តព្រៃវែងខ្សែទឹកខាងក្រៅជំទាវស្រីម៉ៅសាគរហៅសុកសែនជ័យបាទឃើញថាខ្សែទឹកខាងក្នុងគឺកំពូលពេជ្រទៀបបាញ់សែនជ័យខេត្តព្រៃវែងដែលទទួលជ័យជំនះនៅក្នុងគូទី124គូទី125បាទគូទី125ក៏ឆ្លងផុតកងពាន់ទី2ហើយខ្សែទឹកខាងក្រៅសម្រេចរាជសីរបស់រាជធានីភ្នំពេញហាក់ដូចជាដាច់គូប្រកួតហើយក៏ប៉ុន្តែខ្ញុំបាទមិនទាន់ហ៊ានសន្និដ្ឋានទេព្រោះព្រះពូគង់ជ័យរាំងសីកញ្ញារិទ្ធខេត្តកណ្ដាលតែពេលនេះឃើញថាខ្សែទឹកខាងក្នុងរបស់រាជធានីភ្នំពេញសម្រេចរាជសីចេះតែបន្ថែមល្បឿនហើយបាទកាន់តែស្រែកកាន់តែលឿនសម្រាប់រាជសីចំណែកជ័យរាំងសីកញ្ញារិទ្ធខេត្តកណ្ដាលបន្ថែមល្បឿនដែរតែពេលនេះសម្រាប់រាជសីបានមកដល់ទីមុនហើយគូទី126បាទគូទី126នៅឃើញទូកតែមួយទេបាទប្រហែលជាអវត្តមានគូរបស់ខ្លួនហើយអញ្ចឹងគូទី126នេះគាត់មកតែបាទខ្សែទឹកខាងក្នុងដែលអវត្តមានគឺតាវសេងហួរសែនជ័យអវត្តមានដូច្នេះគឺចម្ប៉ាពិសីសែនជ័យខេត្តកំពង់ធំដែលមកតែឯងនេះបាទសូមមេត្តាជ្រាបបាទគូទី127បាទគឺគាត់គិតទៅខ្សែទឹកខាងក្រៅទាំងអស់គ្នាគូទី122នេះបាទគឺចង់ទៅលេងទឹកខ្សែទឹកខាងក្រៅនោះហើយនៅទឹមគ្នានោះបាទខ្សែទឹកខាងក្នុងខ្លែងក្លាហានបាសានមានជ័យខេត្តកំពង់ចាមខ្សែទឹកខាងក្នុងមើលសង្វាតសែនជ័យបារមីកងចាក់បាទពេលនេះឃើញថាគាត់បត់ចូលមកវិញហើយខ្សែទឹកក្នុងចេញទៅក្រៅបាទឥឡូវគាត់បត់មករកខ្សែទឹកគាត់វិញហើយក៏ប៉ុន្តែពេលនេះឃើញថាខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅគឺខ្សែទឹកខាងក្រៅដែលទទួលជ័យជំនះគឺកងចាក់បាទបារមីកងចាក់ខេត្តកណ្ដាលដែលទទួលជ័យជំនះទៅលើខ្លែងក្លាហានបាសានមានជ័យដែលស្ថិតនៅខ្សែទឹកខាងក្នុងបាទគឺគាត់អុំខុសខ្សែទឹកផងមិញគាត់ចេញទៅដល់ក្រៅនោះគូទី128ពេលនេះបានបង្ហាញខ្លួនមកហើយកំពុងតែបន្ថែមល្បឿនសម្រាប់គូទី128ខ្សែទឹកខាងក្រៅដែលនៅខាងក្រៅឯនោះដែលមានចម្រុះឯកសណ្ឋានពណ៌បៃតងផងពណ៌លឿងផងគឺឯកសវណ្ណច័ន្ទមូលីខេត្តកំពង់ធំចំណែកឯខ្សែទឹកខាងក្នុងពណ៌ស្លាទុំកែវមនីសែនជ័យបារមីរតនារាមខេត្តកណ្ដាលប្រហែលគ្នាទេខ្ញុំបាទមិនទាន់ហ៊ានសន្និដ្ឋានទេពីចេញពីកងពាន់ទី2ឃើញតែខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រៀបក៏ប៉ុន្តែពេលនេះខ្សែទឹកខាងក្នុងកំពុងតែបន្ថែមល្បឿនហើយហើយខ្សែទឹកខាងក្រៅនោះក៏បន្ថែមល្បឿនដែរតែមិនដឹងយ៉ាងម៉េចទេព្រោះកាន់តែគៀកខ្សែព្រាត់ហើយនៅពេលនេះឯកសវណ្ណច័ន្ទមនីរបស់ខេត្តកំពង់ធំគូទី128ដែលទទួលជ័យជំនះទៅលើកែវមនីសែនជ័យបារមីរតនារាមខេត្តកណ្ដាលគូទី129បានគៀកមកដល់ខ្សែព្រាត់ហើយខ្សែទឹកខាងក្រៅតារាអណ្ដែតសែនជ័យខេត្តកណ្ដាលដែលឯកសណ្ឋានស្លាទុំខ្សែទឹកខាងក្នុងព្រះទីនាំងចង្ហាន់ហុយសែនជ័យរបស់ក្រសួងធម្មការវ៉ាលឿនណាស់ចង្ហាន់ហុយគាត់មិនចូលក្នុងខ្សែព្រាត់ទេគាត់នៅខាងក្នុងនេះទៀតបាទគាត់ទទួលជ័យជំនះគាត់គោះក្បាលទូកគាត់ថាគាត់នឹងឈ្នះនៅជើងទី2គឺព្រះទីនាំងចង្ហាន់ហុយសែនជ័យរបស់ក្រសួងធម្មការទូរទស្សនិកជនជាទីគោរពនៅក្នុងទូរទស្សនិកជនជាទីគោរពនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកដ៏វិសេសវិសាលនេះសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភដល់ទូកងនិងទូកចែវដែលបានចូលរួមប្រឡងប្រណាំងទាំង420ទូកក្នុងមួយទូក2សែនរៀលឧបត្ថម្ភដល់ការផ្សាយទូរទស្សន៍ជាតិកម្ពុជា1លានរៀលឧបត្ថម្ភដល់វិទ្យុជាតិកម្ពុជា1លានរៀលឧបត្ថម្ភដល់គណៈកម្មការបច្ចេកទេស1លានរៀលសរុបជាទឹកប្រាក់ទាំងអស់របស់សម្ដេចប្រធានព្រឹទ្ធសភាដែលបានឧបត្ថម្ភគឺ87លានរៀលហើយក៏សូមជម្រាបជូនផងដែរថាតំណាងទូកនីមួយៗសូមមកទទួលថវិកាអំណោយសម្ដេចប្រធានព្រឹទ្ធសភាពីតំណាងខុទ្ទកាល័យសម្ដេចប្រធានព្រឹទ្ធសភានៅសាលសន្និសីទចតុមុខតាមរយៈទូរស័ព្ទលេខ011 815 689
នៅក្នុងឱកាសនេះដែរលោកអង្គញាលេងហួរបានឧបត្ថម្ភដល់ការផ្សាយទូរទស្សន៍ជាតិកម្ពុជា$200វិទ្យុជាតិកម្ពុជា$50និងគណៈកម្មការបច្ចេកទេស$50សូមអរគុណលោកស្រីនាងកញ្ញាជាទីមេត្រីនៅមុខវេទិកាកិត្តិយសយើងឃើញវត្តមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចបានអញ្ជើញដល់វេទិកាកិត្តិយសដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដាលប្រទីបសំពះព្រះខែនិងអកអំបុកដែលប្រារព្ធធ្វើនៅព្រះបរមរាជវាំងមុខព្រះបរមរាជវាំងនៅក្នុងឆ្នាំនេះនៅពេលនេះគឺអិសរាជជនជាន់ខ្ពស់និមឺនសមមុខមន្ត្រីដែលបានអញ្ជើញចូលរួមកំពុងតែស្វាគមន៍ចំពោះវត្តមានដែលអញ្ជើញដល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនវត្តមានរបស់សម្ដេចអគ្គមហាសេនាបតីនិងលោកជំទាវដែលបានអញ្ជើញមកនាពេលនេះគឺបានធ្វើឲ្យឱកាសនៃការប្រារព្ធពិធីព្រះរាជពិធីបុណ្យអុំទូកបណ្ដាលប្រទីបសំពះព្រះខែនៅអកអំបុកនាពេលនេះគឺមានសភាពអធិកធមថែមទៀតដោយប្រជាពលរដ្ឋកម្ពុជាយល់ឃើញថាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបទៅដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏ដូចជាលោកជំទាវបណ្ឌិតប៊ុនរនីហ៊ុនសែនព្រះរាជាណាចក្រកម្ពុជាគឺមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសគឺនយោបាយនៃការកាត់បន្ថយភាពក្រីក្រតាមទីជនបទដែលសម្ដេចខិតខំប្រឹងប្រែងនៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំខាងមុខទៀតគឺធ្វើឲ្យកម្រិតនៃការកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋដែលនៅតាមជនបទគឺបានថយចុះគួរឲ្យកត់សម្គាល់ទី113គូទី113ខ្សែទឹកខាង133បាទខ្ញុំទៅ133ខ្សែទឹកខាងក្រៅដែលទទួលជ័យជំនះមានឈ្មោះថាសុវណ្ណកុមារមហាបរិយរតនមានជ័យខេត្តកំពង់ចាមគូទី134ខ្សែទឹកខាងក្រៅស្រីខ្មៅមានជ័យខេត្តព្រៃវែងខ្សែទឹកខាងក្រៅមើលដំរីរបស់ខេត្តកណ្ដាលខ្សែទឹកខាងក្នុងបាទមើលដំរីខ្សែទឹកខាងក្នុងពេលនេះឃើញថាខ្សែទឹកខាងក្រៅស្រីខ្មៅមានជ័យខេត្តព្រៃវែងបានទទួលជ័យជំនះលើមើលដំរីព្រោះខ្សែទឹកខាងក្រៅលឿនណាស់អំបញ្ញមិញនេះគឺស្រីខ្មៅមានជ័យបាទគូទី135បាទគូទី135ឯកស្ថានបហៈប្រហែលគ្នាទៀតហើយខ្សែទឹកខាងក្រៅអ្នកសេរីបារមីសុំមានជ័យខេត្តកណ្ដាលខ្សែទឹកខាងក្នុងទេសចរអប្សរាសែនជ័យខេត្តព្រៃវែងពេលនេះឃើញថាទេសចរអប្សរាសែនជ័យនិងអ្នកសេរីបារមីសុំមានជ័យដែលមានឯកសណ្ឋានដូចគ្នាលបឿនក៏ប្រហាក់ប្រហែលគ្នាដែរខ្ញុំបាទមិនទាន់ហ៊ានសន្និដ្ឋានថាខាងណាមានព្រៀបជាងខាងណាទេព្រោះលបឿនប៉ុណ្ណេះកាន់តែគៀកខ្សែប្រត់មែនទែនហើយលបឿនគឺនៅតែប្រហាក់ប្រហែលគ្នាទេខ្សែទឹកខាងក្រៅបាទដូចជាដកជាងតិចហើយបាទសុំមានជ័យបាទនៅពេលនេះឃើញថាសុំមានជ័យដែលទទួលជ័យជំនះទៅលើទេសចរអប្សរាសែនជ័យខេត្តព្រៃវែងគឺឈ្នះតែបន្តិចទេសម្រាប់គូទី135គូទី136ក៏បានឆ្លងផុតកងពាន់ទី2ហើយខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌លឿងហើយកំពុងតែមានព្រៀបនោះគឺភាអេសានសុំបារមីមានជ័យខេត្តកណ្ដាលបាទគាត់មកតែម្នាក់ឯងទេដោយគូរបស់គាត់សេរីមើលកែវសែនជ័យនោះมันបានអញ្ជើញមកទេគូទី136នេះគឺមកតែភាអេសានសុំបារមីមានជ័យរបស់ខេត្តកណ្ដាលតែគូខាងក្រោយនេះគឺជាគូទី137គូទី137ខ្សែទឹកខាងក្រៅ
បទុមវង្សាចេស្តាមហាសែនជ័យ